ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងមកចែករំលែកទាក់ទងជាមួយនឹងការភ្ជាប់ Bluetooth ចាក៏ដូចជាការភ្ជាប់ Auto CarPlay ឬ Android Auto ទៅកាន់រថយន្ត Mitsubishi Xpander Cross ចាសេរីថ្មីឆ្នាំ2026ដែលយើងអាចមើល map នៅលើអេក្រង់បានចាហើយនឹងមួយទៀតគឺ Mitsubishi Xpander Cross នេះគឺយើងមានភ្ជាប់ជាមួយនឹង YouTube ដែរហើយនេះខ្ញុំនឹងបង្ហាញភ្ជាប់គ្នាជាមួយនឹងការភ្ជាប់ hotspot ឬក៏ការភ្ជាប់ Wi-Fi ដើម្បីយើងមើល YouTube នៅលើអេក្រង់នឹងផងដែរចាភ្ជាប់ជាមួយនឹង Apple CarPlay ឬក៏ Android Auto ជាមួយនឹងរថយន្ត Mitsubishi Xpander Cross សេរីថ្មីឆ្នាំ2026ដែលយើងភ្ជាប់ជាមួយនឹងការប្រើ Bluetooth ចាជាដំបូងគឺយើងចូលកន្លែង setting ចាបន្ទាប់មកទៀតយើងចុចយកកន្លែងពាក្យថា Bluetooth ចាទៅមកទៀតគឺពុកម៉ែបងប្អូនធ្វើការបើកជាមួយនឹងទូរស័ព្ទរបស់យើងផ្ទាល់តែម្ដងមកហើយយើងចុចកន្លែង setting ហើយយើងរកពាក្យ Bluetooth ដែរចាបន្ទាប់មកយើងអូសមកដល់ក្រោមឲ្យអស់មកនេះគឺឈ្មោះរបស់វានេះ Xpander Cross 2026ចាទៅយើងចុចមកហើយយើងធ្វើការរងចាំបន្តិចវានឹងឲ្យលេខដើម្បីយើង pairing ដើម្បីភ្ជាប់ជាមួយវាដែរចាយើង allow មកចាអានេះគឺយើងចុច confirm នៅលើអេក្រង់ដែរអញ្ចឹងបន្តមកទៀតវានឹងដំណើរការយើងរងចាំបន្តិចចាហើយនៅក្នុងចំណុចហ្នឹងគឺវានឹងប្រាប់យើងហើយថា connect to Apple CarPlay គឺយើងចង់ connect ជាមួយនឹង Apple CarPlay ឬក៏បើយើងចង់ connect ជាមួយនឹង Apple CarPlay គឺយើងចុចវាមកចា connect មកចាតោះមកយើងចុចពាក្យ continue ចាហើយបើសិនជាវាចេញមកបែបនេះគឺមានន័យថាទូរស័ព្ទយើងអត់ទាន់ enable ជាមួយនឹង Siri ទេអញ្ចឹងគឺយើងត្រូវចូលទូរស័ព្ទរបស់យើងហើយយើងបើក Siri ម្ដងទៀតសិនបើយើងអាចភ្ជាប់ជាមួយនឹង Apple CarPlay បានអូខេអញ្ចឹងយើងចុច back មកវិញចាកាមេរ៉ាមែនចាប់បន្តិចយើងចូលកន្លែងពាក្យ Siri ចាបន្ទាប់មកទៀតយើងចុចកន្លែងមួយទៀតហើយយើងចុចកន្លែងនេះប៊ូតុងហ្នឹងយើងចុចបើកមកចាហើយយើង enable Siri មកចាគឺវានឹង share ព័ត៌មានទូរស័ព្ទរបស់យើងចូលទៅក្នុងឡានតែម្ដងជាទូទៅភាគច្រើនពុកម៉ែបងប្អូនតែងតែសួរច្រើនមែនតើគាត់ថាហេតុអ្វីបានគាត់ភ្ជាប់អត់បានពេលខ្លះគឺដោយសារតែយើងអត់បានចូលមកបើកក្នុង Siri ហ្នឹងអញ្ចឹងបើសិនយើងអត់ចូលមកបើកទេគឺយើងអាចភ្ជាប់បានទេចានៅក្នុងការភ្ជាប់ជាមួយនឹង Apple CarPlay ហ្នឹងគឺយើងភ្ជាប់ជាមួយនឹងទូរស័ព្ទ iPhone ចាតេតងជាមួយនឹងទូរស័ព្ទ Android នេះខ្ញុំនឹងប្រាប់នៅវីដេអូក្រោយចាហើយពិសេសមួយទៀតត្រង់កន្លែងដែលយើងភ្ជាប់ជាមួយនឹង Wi-Fi ឬក៏យើងស៊ី hotspot ពីទូរស័ព្ទចូលទៅក្នុងអេក្រង់ឡានរបស់យើងចាទី1គឺយើងត្រូវតាក់ទងជាមួយនឹងការបើក hotspot មួយទូរស័ព្ទយើងសិនចាយើងបើក hotspot ហើយបន្ទាប់មកទៀតយើងចុចចូលកន្លែង setting កន្លែងនេះចាហើយយើងចេញពាក្យហ្នឹងមកណាចា Wi-Fi enable អញ្ចឹងយើងចុចបើកវាមកត្រង់នេះចាបន្ទាប់មកវានឹងចាំបន្តិចមកវានឹងលោតាក់ទងជាមួយនឹង Wi-Fi យើងហើយនេះគឺ Wi-Fi របស់នេះខ្ញុំបានបើកហ្នឹងចាយើងចុចមកហើយបន្ទាប់មកទៀតយើងវាយ password ចូលចាចាហើយយើង connect មកនេះអាហ្នឹងគឺ connect ជាប់ហើយលោតសញ្ញា Wi-Fi នៅលើហ្នឹងចាហើយយើងចុច YouTube កាឡានហ្នឹងគឺថ្មីអញ្ចឹងយើងអត់ទាន់ដាក់ email ទៅអញ្ចឹងវាលោតចឹងតែយើងអាច search មកបတ်ចម្រៀងបានធម្មតាណាខ្មែរយើងដូចយើងដាក់ខ្មែរសងមកហើយទៅមួយ touch របស់វាគឺ smooth មែនតើចាយើងដាក់មកចាគឺនឹងចេញមកបែបហ្នឹងអញ្ចឹងចាហើយតោះនេះគឺយើងអាចយករូបភាពចាឲ្យពេញអេក្រង់តែម្ដងក៏បានដែរចាវីដេអូយើងមានតែប៉ុណ្្នឹងសម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងមកនាងខ្ញុំចាហើយជួយ like ឬ share វីដេអូនាងខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតពីការប្រើប្រាស់ក៏ដូចជាការភ្ជាប់ប្រព័ន្ធផ្សេងៗទៅលើរថយន្ត Mitsubishi ក៏ដែរផងដែរចាសូមអរគុណ Drive your ambition, Mitsubishi Motors.